ថ្នាំអបសក់ពិតជាមានច្រើនណាស់នៅលើទីផ្សារហើយវីតាមីនដែលមាននៅក្នុងថ្នាំអបសក់នឹងមានច្រើនឬតិចយើងអត់ទាន់ដឹងទេត្រូវអត់ថ្ងៃនេះដែរខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាអំពីវីតាមីនដែលមាននៅក្នុងថ្នាំអបសក់ Nice Story Again Oil ហើយថ្នាំអបនេះគឺមានសារធាតុថ្នាំអបដ៏សំខាន់គឺសារជាតិ collagen និងសារជាតិ trypsin បងប្អូនដឹងទេថា trypsin នឹងភាសាខ្មែរបកប្រែថាប្រឆាំងជាមួយនឹងការឆេះឬក៏ខូចរបស់សរសៃសក់ព្រោះនៅក្នុងថ្នាំអបសក់មានប្រូតេអ៊ីនដើម្បីបំពន់ឲ្យសក់សរសៃសក់របស់យើងរឹងមាំហើយមានដើមធំទៀតផងខ្ញុំជឿថាបើសិនជាវីតាមីននៅក្នុងផលិតផលហ្នឹងវាមានតែមួយមុខវាអត់សំខាន់ទេតែសំខាន់គឺមានវីតាមីនជាច្រើនមុខទៅវាត្រឹមត្រូវហើយត្រូវគ្រប់ស្ថានភាពជាមួយនឹងសរសៃសក់អញ្ចឹងបងប្អូនប្រឡេកមើលការប្រើប្រាស់នៅលើសរសៃសក់របស់ខ្ញុំវិញម្ដងនៅពេលដែលខ្ញុំលាបលើសរសៃសក់ដែលចំពាក់ទាំងប៉ុន្មានគឺវាអត់មានចំពាក់ដូចមុនទៀតទេគឺវារលោងមកតាមដៃតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះខ្ញុំទទួលបានថារលោងហើយទន់ទៀតផងក្រោយពេលដែលខ្ញុំប្រើនៅលើសរសៃសក់ខ្ញុំទទួលបានថាក្លិនក្រអូបប្រហើរអញ្ចឹងមានតែមកកញ្ចប់ហ្នឹងគឺទុកចិត្តតែម្ដងនេះគឺសម្រាប់ខ្ញុំផ្ទាល់ទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចសាកយកទៅប្រើប្រាស់បានបើខ្ញុំនិយាយអាចនឹងមិនគ្រប់គ្រាន់អញ្ចឹងមានតែបងប្អូនសាកទិញប្រើទាំងអស់គ្នាដើម្បីទទួលបានផលល្អសម្រាប់ខ្លួនឯង